cồn khlam chặt xua lỗi mấy bạn đăng rương play mà rằng nè prot bát thọ bố mai lỗi đằng à mày chẳng mà lỗi ở sờ lại đấy mới thay lỗi ở sờ lỗi thứ ấy không bằng ở sờ cho khi lỗi chụp bùa mới đăng số chụp bùa cho đại khinh không chịu vô phong thằng à cho bố cho mày không chịu vô anh trong văn thamមនុស្សលោកអត់យល់ណាកូនមនុស្សលោកអត់យល់មិនដឹងថាពាក្យបួសមួយម៉ាត់ហ្នឹងមានអត្ថន័យបែបណាបួសហ្នឹងគឺបួសធម្មជាតិនៅក្នុងខ្លួនរស់ខ្លួនឯងនេះសភាវៈធម៌ទាំង7នៅផ្នែកខាងឆ្វេងកាយហ្នឹងគេបួសហ្នឹងគេប្រឹងប្រែងយកខ្យល់សិលធម្មជាតិប្រាណនេះដែលជាខ្យល់កលៈបៈមួយដែលមានភាពអច្ឆរិយៈនេះយកមកសមាធិបណ្ដេញនៅធម្មពលខ្យល់សង្ខារដែលនៅខាងស្ដាំហ្នឹងឲ្យវារលត់យល់ទេព្រោះនៅក្នុងខ្លួនយើងគេបែងចែកជាពីរផ្នែកហ្នឹងធម្មជាតិប្រាណដែលជាខ្យល់បរិសុទ្ធរបស់យើងខ្យល់ធម្មជាតិផ្សេងអាសង្ខារនៅខាងស្ដាំវាជារបស់អចេតសិកឯណោះដែលវាប្រែប្រួលអត់ទៀងទេអាហ្នឹងតែយើងធ្វើវាហើយវាធ្វើទុកអាការៈបំបែកកាយយើងឲ្យធ្លាយទាំងអាល្អទាំងអាក្រក់នឹងទៅអស់ចឹងមកគេបង្កើតមកឲ្យស្គាល់ហ្នឹងឲ្យរៀនស្គាល់ខ្លួនឯងយល់ទេកុំឲ្យធ្វើប្រហែសហ្នឹងចាត់ទុកថាកូនទាំងអស់គ្នាសំណាងហើយដែលបានចូលដែលបានដឹងរឿងអត្តកម្បាំងប្រកបដោយសច្ចធម៌ពិតពាក់ព័ន្ធនឹងដំណើរធម្មជាតិដែលមានជីវិតរបស់ខ្លួនឯងស្គាល់ក្នុងខ្លួនឯងចែកចេញជាប្រមាណផ្នែកមានសភាវៈរូបអីខ្លះសភាវៈរូបប្រែថាម៉េចណាសភាវៈរូបប្រែថាគ្រឿងផ្សំទាំងឡាយដែលមានភាពបរិសុទ្ធនៅខាងឆ្វេងរបស់ខ្លួនដល់ពេលអសវៈធម៌ហ្នឹងវាជាគ្រឿងផ្សំដែលមិនល្អវាអត់ទៀងទាត់វារលត់កើតដែលគេហៅថាអនិច្ចំមិនទៀងទាត់ចឹងបាននៅក្នុងគម្ពីរសាសនាព្រហ្មញ្ញគេសម្ដែងថាអំណាចបុណ្យស័ក្តិកេរ្តិ៍ឈ្មោះប្រជាប្រិយភាពទ្រព្យសម្បត្តិទាំងឡាយស្ថិតនៅក្រោមច្បាប់អនិច្ចំទាំងអស់បើសិនជាឯងមិនយល់ធម៌អញ្ចឹងបើដឹងថាសម្បករបស់ខ្លួនឯងមួយឯងឈប់ប្រើអសភាវៈផ្នែកខាងឆ្វេងហើយបានន័យថាឯងខ្លាយជាសម្បកមួយឈរកាន់នៅពាក្យអនិច្ចំមិនទៀងទាត់ហើយបើដឹងឯងថាមិនទៀងទាត់ហើយចូលឯងគុំញាប់ញ័រជាប់ចម្ពាក់នឹងសម្បត្តិអនត្តាក្រៅខ្លួនឲ្យសោះព្រោះសម្បត្តិអនត្តាក្រៅខ្លួនគឺជាសម្បត្តិមួយដែលជិះទុកជាស្លាប់បានខុសពីអនិច្ចំសម្បកកាយឯងអត់ទៀងទាត់មុនក្រោយអនិច្ចំសម្បកកាយឯងនឹងដែលមិនទៀងទាត់នឹងស្លាប់ចោលសម្បត្តិអនត្តាដែលឯងកំពុងតែប្រជែងដណ្ដើមស្រេកឃ្លានគ្មានទីបញ្ចប់នឹងជាមិនខានតែបើសិនជាឯងអាចរំលត់វាចោលទៅបានហើយប្រឹងប្រែងធ្វើដំណើរតាមផ្លូវធម៌ផ្នែកខាងឆ្វេងដែលជាផ្លូវធម៌ដ៏បរិសុទ្ធនោះលោកទាំងឡាយនឹងឆ្លងផុតពីភាពជារាការឈឺចាប់និងក្តីស្លាប់ឆ្ពោះទៅដល់និព្វានបញ្ចប់ទៅដោយទុក្ខរួចចាកផុតពីការកើតចាស់ឈឺស្លាប់ឃើញទេគម្ពីរគេចែងច្បាស់បុគ្គលណាដែលមិនធ្វើប្រហែសសំដៅទៅលើបុគ្គលដែលកំពុងមានជីវិតបើឯងអត់ធ្វើប្រហែសឯងនឹងរួចចាក់ផុតពីភាពជារានិងក្តីស្លាប់តែបើឯងធ្វើប្រហែសឯងប្រកាសជាដល់អសរស្លាប់ព្រះអត់បានសម្ដែងថាអ្នកស្លាប់ទាំងឡាយណាដែលមិនធ្វើប្រហែសធម៌ទេព្រះសម្ដែងថាបុគ្គលទាំងឡាយណាសំដៅទៅលើបុគ្គលដែលមានជីវិតលោកអត់បានសម្ដែងថាអ្នកងាប់ទាំងឡាយណាប្រលឹងខ្មោចទាំងឡាយណាដែលមិនធ្វើប្រហែសធម៌លោកអត់ដែលសម្ដែងចឹងទេប្រយ័ត្នច្រឡំកន្លែងនេះគុំសម័យតទៅទៀត
ចំពោះជនទាំងឡាយលោកទាំងឡាយដែលគិតថាជាតិនេះអញខំធ្វើបន់ណាពេលអញងាប់ទៅច្បាស់ជាបានខ្លាចជាទេវតាហើយកុំសង្ឃឹមណាកុំសង្ឃឹមអ្នកខ្លះខំធ្វើបន់ជាតិនេះណាលទ្ធផលចុងក្រោយបែរជានិយាយមកសូមឲ្យជាតិក្រោយខ្ញុំកើតចេះកើតចុះតាមមានពាក្យជាតិក្រោយបើនៅថាជាតិនេះងាប់ទៅជាអត់ផុតដាច់ខាតហើយព្រោះមានជាតិក្រោយទៅហើយមិននឹងឲ្យយល់ចឹងណាតើចង់បានជាតិក្រោយមានថាយើងទទួលស្គាល់ថាជាតិនេះអត់នៅយូរទេងាប់ហើយព្រោះមួយចិត្តរបស់មនុស្សមានតែ100ឆ្នាំដែលឈរកាន់នៅសម្បកកាយរបស់ខ្លួនដែលប្រៀបដូចជាផ្ទះដែលគេកំណត់ថាផ្ទះហ្នឹងមានអាយុតែ100ទេឯងរក្សាបានមិនបានរឿងរបស់ឯងហើយឯងជួយខ្លួនឯងហើយអាហ្នឹងណាអាហ្នឹងឲ្យយល់ចឹងហើយកាលណាយើងអត់យល់ចឹងទេអាហ្នឹងចប់ហើយបើខាងគម្ពីរសាសនាព្រលឹងវិញពឹងផ្អែកទៅលើព្រលឹងទាំងអស់សែនព្រេងហើយដូនតាដែលងាប់មកហើយហ្នឹងមិនឲ្យគាត់ទៅចាប់បដិសន្ធិរកកាយថ្មីទេមិនបាច់ទៅណាទេមកជួយអញសិនអាគ្នាងាប់ហើយហ្នឹងមកឲ្យគ្នាសពទៀតហៅមកប្រើទៀតអត់ព្រមដោះលែងព្រលឹងដូនតាខ្លួនឯងឲ្យទៅរកឱកាសចាប់បដិសន្ធិរកកាយថ្មីជាមនុស្សអីអត់ទៅរកភពថ្មីនៅក្នុងអរិញកំណត់ជាមនុស្សអីអត់ទេបាយមួយចានមកធូបអីអុចមកព្រលឹងអ្នកនេះព្រលឹងអ្នកនោះឃើញទេព្រលឹងខ្មោចវាស៊ីអីអត់កើតទេមិនក៏ឆ្ងល់ម្លេះលោកឪទេសនាប្រមាណដងហើយព្រលឹងខ្មោចវាខុសពីព្រលឹងព្រីព្រលឹងបីសាច់ព្រលឹងអរៈអ្នកតាដាប់ឲ្យតាន់ម្ដងហ្នឹងហើយណាព្រលឹងខ្មោចគេសម្គាល់ទៅលើព្រលឹងរបស់មនុស្សកាលដែលនៅរស់នឹងគាត់រកស៊ីចិញ្ចឹមជីវិតធម្មតាសាមញ្ញណាវាខុសពីព្រលឹងព្រាយព្រលឹងបិសាចព្រលឹងព្រាយគេសម្ដៅទៅលើបុគ្គលស្ត្រីដែលរៀនរបៀនអាគមវិជ្ជាស្នេហ៍ស្នូកឯណាឯណីធ្វើគ្រូស្នេហ៍អុចធូបកំប៉ុងជើងធូបសែនក្បាលជ្រូកក្បាលមាន់អីហ្នឹងអាហ្នឹងគេហៅថាព្រាយពេលដែលគេពេលគាត់ស្លាប់ទៅជាព្រាយឯព្រលឹងហ្នឹងហើយយល់ចឹងហើយតាព្រាយឯងមិនដែលមានព្រាយប្រុសទេគឺសុទ្ធតែស្រីហើយវាមានតារៈអ្នកតាទេដែលជាប្រុសតំដៅទៅលើគ្រូសិលគ្រូធ្មប់អាគមរៀនស្អីហ្នឹងឯងណាអានោះឲ្យយល់ចឹងហើយព្រលឹងព្រាយនិងព្រលឹងអរៈអ្នកតានេះនិងព្រលឹងបិសាចនេះតែស្លាប់ហើយអត់មានឱកាសមករកកាយជាមនុស្សទេព្រោះវាមានទិសរបស់វាឈរវាខុសពីព្រលឹងខ្មោចអញ្ចឹងគេចាំបាច់បង្កើតពាក្យខ្មោចពាក្យព្រាយពាក្យបិសាចពាក្យអរៈអ្នកតាធ្វើអីអានោះឲ្យយល់ចឹងព្រលឹងខ្មោចគាត់ស៊ីបាយលែងកើតតាំងពីគាត់នៅដង្ហើមផ្ទឹកតាំងពីនៅដាក់អុកស៊ីហ្សែនហ្នឹងព្រលឹងខ្មោចហើយតែស្លាប់ទៅរត់តែវត្ថុទេគិតពីស្ដេចមច្ចរាជដើម្បីធ្វើម៉េចមកចាប់បដិសន្ធិរកកាយថ្មីបន្តជាតិរបស់ខ្លួននេះគ្នាអត់ត្រូវការបាយគ្នាត្រូវការអីទេគ្នាត្រូវការសាច់ញាតិរបស់ខ្លួនជួយចង្អុលផ្លូវតើកូនអើយបងប្អូនអើយជួយប្រាប់ផ្លូវផងផ្លូវណាទៅចាប់បដិសន្ធិឥឡូវខ្ញុំស្លាប់ហើយបែកឆ្លៀកកាយហើយឃើញទេស្លាប់ភ្លាមគេធ្វើទង់ព្រលឹងមួយជាកាយបណ្ដោះអាសន្នសម្រាប់ឲ្យព្រលឹងទៅជ្រកគេធ្វើបន់7ថ្ងៃដើម្បីឲ្យដឹងធម្មជាតិទាំង7របស់ខ្លួនឯងវាបែកធ្លាយអស់ហើយមិនដាច់ហ្នឹងហើយអញ្ចឹងទេក៏ទាំងអស់គ្នាគោរពអីក៏ដោយគោរពឲ្យបានត្រឹមត្រូវហើយការសម្ដែងនេះមិនមែនលោកឲ្យទៅប្រកាន់ខឹងអូសដំណើរចោតប្រកាន់អ្នកណាគោរពខុសគោរពត្រូវអីទេគ្រាន់តែឲ្យយល់ថាការគោរពទាំងឡាយគោរពខ្លះគឺជារឿងខុសដែលពួកគាត់មិនដឹងអញ្ចឹងបើគាត់ណាគាត់ដឹងហើយនៅតែធ្វើវាហាក់បីដូចជាធ្វើបាបព្រលឹងដូនតារបស់ខ្លួន
มันឲ្យមានឱកាសទៅចាប់បដិសន្ធិចាប់ភពថ្មីទេវាប្រះចាកពីសម្ដីរបស់ខ្លួនដែលដូនតាស្លាប់ភ្លាមយប់ក៏គិតគ្រូគូសូមឲ្យព្រលឹងបងព្រលឹងម៉ែទៅចាប់ភពថ្មីទុំថាឲ្យចាប់ភពថ្មីពី3ថ្ងៃស្អែកឡើងដាក់សែនព្រលឹងអើយមកវិញមកបាច់ទៅភពថ្មីអីទេមកទទួលចំណីចំណុកជួយកូនចៅហ្នឹងវាទៅជារឿងចឹងទៅវិញនេះឬសច្ចធម៌ពិតនេះគឺការគោរពត្រូវបើអញ្ចឹងព្រលឹងតោះនឹងដាក់បណ្ដាសាយល់ទេយើងមិនជឿពិចារណាខ្លួនឯងទៅខ្លាចដូនតាអត់អីស៊ីអូខ្មោចវាដែរដូចមនុស្សហ៎ព្រលឹងវាមានផ្ទះឲ្យណាដាក់ចានឆ្នាំងមានដាក់អីកើតអូកម្មពីមនុស្សអត់យកអីសោះបែរគាត់ថាខ្មោចនឹងដូចមនុស្សហ្នឹងហ្មងមនុស្សវាមានស្អីផ្ទុកវាមានធាតុ4មនុស្សតែខ្មោចមានតែធាតុ2នេះខ្មោចមានធាតុដីឯណាមានធាតុទឹកមកពីណាមិនគុំយល់សម្បកកាយយើងមានធាតុ4អាស្បែកឆ្អឹងតសៃរបស់ដែលរឹងគេហៅថាធាតុដីឈាមទឹកមាត់ស្លេះស្អីណៃនៃប្រមាត់ស្អីគេដៃជាទឹកនឹងគេហៅថាធាតុទឹកយើងមាន2នឹងខ្មោចមានអានឹងដែរអត់ទេចឹងគ្រប់ម្ដងទៀតឲ្យត្រូវមិនមានកូនខ្លះឆានមកកូនចង់ឲ្យលោកឪជាក្រងចៃវរខ្លាចង់ក្រងឡើងវិញលោកឪថាមិនក្រងទេវាសាបអស់ទៅហើយបើក្រងត្រឹមសតបោះអីបានតែឈានចូលអីស្អីហើយអត់មាននៅជាប់ចម្ពាក់រឿងចង្ហាន់របស់មនុស្សលោកត្រូវទៅប្រគេនត្រូវការលុយបច្ច័យដោះស្រាយចេះចោយអត់ទេបើខ្លាចជាអីស្អីហើយចឹងអ្នកដែលតាំងខ្លួនជាអីស្អីត្រូវស្គាល់ពីកាតព្វកិច្ចរបស់អីស្អីបែបណាអីស្អីមួយម៉ាត់គឺជាតួអង្គមួយដែលបានសម្រេចនៅឯកតបរមសពត្រូវយល់យើងអត់យល់លែងសោយអស់ហើយបាយចង្ហាន់មនុស្សលោកអត់មាននៅជាប់ចម្ពាក់អីណាសូម្បីតែក្លិនហ្នឹងមិនផងប្រយ័ត្នច្រឡំគ្នាកន្លែងហ្នឹងហើយតែខ្លាចចាប់ពីអីស្អីព្រះអរហន្តអាហ្នឹងសិតតែឆ្លងផុតហើយអត់មាននៅជាប់ចម្ពាក់ផ្លូវលោកបងប្អូនសំណោះសំណោកម៉ែឪអីទេខ្លួនឯងខ្លាចជាបុគ្គលមួយសោយនៅអាហារទឹកតំបាត់ទឹកចង់ឲ្យឃើញចង់ឲ្យបាត់ចង់បង្ហាញខ្លួនឲ្យឃើញចាស់ក៏ខប់ឃើញចង់ឲ្យឃើញក្មេងនេះហើយភាពអច្ឆរិយៈនៃសភាវៈធម៌ផ្នែកខាងឆ្វេងរបស់យើងនៅពេលណាដែលយើងព្យាយាមរំលត់ខណ្ឌទាំង5របស់និវរណៈដែលកំពុងរារាំងកំពុងជ្រកកោនបន្លំនៅក្នុងផ្នែកខាងស្ដាំនៃកាយរបស់ខ្លួននេះបានពេលនោះហើយភាពអច្ឆរិយៈរបស់ខ្លួនក៏កើតនៅពេលនោះនេះជាផ្លូវធម៌ចឹងទេកូនទាំងអស់គ្នាប្រឹងប្រែងទៅលើឲ្យដឹងអស់ហើយមិនមែនជារឿងនិទានប្រឡោមលោកយកកពីណាមកអានមកសំដែងនេះណាហើយលោកសំដែងនេះសុទ្ធតែជាធម៌ពិតប្រកបដោយសច្ចធម៌អត់ល្អៀងនិយាយអំពីដំណើរជីវិតពិតភាពប្រស្រ័យតាក់ទងគ្នាជាមួយនឹងដំណើរមនុស្សរស់នៅរាល់ថ្ងៃដែលត្រូវប្រតិបត្តិការប្រតិបត្តិធម៌មិនប្រកាសថាតើតែកូនឯងលះបង់ការរកស៊ីលះបង់ឪពុកម្ដាយប្តីប្រពន្ធកូនចៅចោលទៅគេហៅថារកធម៌នោះទេអ្នកណាដែលបង្រៀនលោកទាំងឡាយឲ្យរកធម៌ក្នុងរបៀបឲ្យលះចោលនៅប្រពន្ធកូនម៉ែឪទ្រព្យសម្បត្តិឪពុកម្ដាយស្អីទាំងអស់នោះចោលនឹងគម្ពីរសាសនាបិសាចសាសនាព្រលឹងប្រយ័ត្នឆ្លៀកពាក់ក៏ល្អក៏អត់បានប្រើទឹកអប់ក៏អត់បានឲ្យស្អុយក៏គ្រប់ដូចខ្មោចព្រីវិសាចមកទុំចឹងខ្លាចគេថាជាប់ជាពាក់នេះហើយភាពយល់ខុស
cái đầm rơi nó còn đỏ nhé bây giờ rồi thoa vào phết nó rộp mà mơn chiết à dụ mà rồi mà mơn đòn bờ miên phân lưu cái sao là thoa ban được nông khôn thông bên màn tách lực ở thẹn tờ rồi tới khom đa tới cái liệt na tới bỏ lọt na cái đây vạch tới đa đó lư phun và hong cái liệt cái lọt đó tại mình vô hơi chọc mình còn la đi ở học lại đây